Ok, chẳng bà bọn nó cái dươngថ្ងៃនេះយើងរៀនអំពីវេយ្យាករណ៍ភាសាអង់គ្លេសមួយគឺតកតទៅនឹងកិរិយាសព្ទ verb to be ណាកិរិយាសព្ទ to be ចឹងកិរិយាសព្ទ to be នេះវាបកប្រែមានន័យ3យើងបកជាភាសាខ្មែរណាហ្នឹងហើយអញ្ចឹងមានន័យថាគឺយើងបកជាខ្មែរយើងបកថាគឺឬគឺយើងបកថាជាឬយើងបកថានៅអញ្ចឹងអត្ថន័យវាប្រែប្រួលទៅតាមល្បះអញ្ចឹងយើងសួរលោកគ្រូថាចុះលោកគ្រូអា verb to be ហ្នឹងវាយ៉ាងម៉េចរូបរាងវាហ្នឹងដែលបកអត្ថន័យ3ហ្នឹងអញ្ចឹងនៅក្នុងនេះវាមានចែកចេញជា3បានន័យថា verb to be ហ្នឹងវាមានជា am is ហើយនឹង are ចឹងបងអូនសួរលោកគ្រូទៀតថាចុះam is are គេប្រើនៅពេលណាអញ្ចឹងមុននឹងយើងយល់អំពី am is are នេះយើងត្រូវយល់អំពីនេះមួយទៀតសិនគឺយើងត្រូវយល់អំពី subject នេះបើយើងបកជាខ្មែរបកថាប្រធានបកជាខ្មែរយើងបកថាប្រធានអញ្ចឹងយើងក៏លេចមកមើលវេយ្យាករណ៍ខ្មែរបន្តិចណាយើងក៏លេចមកមើលវេយ្យាករណ៍ខ្មែរស្អីទៅហៅប្រធានអញ្ចឹងយើងមកមើលខាងនេះអញ្ចឹងឧទាហរណ៍លោកគ្រូបញ្យល់ពាក្យខ្មែរមួយឧទាហរណ៍ថាខ្ញុំញ៉ាំបាយខានអញ្ចឹងលោកគ្រូសួរថាខ្ញុំញ៉ាំបាយតើក្នុងល្បះអានេះគេហៅល្បះនេះគេហៅល្បះហើយខ្ញុំញ៉ាំបាយតើកន្លែងណាហៅកិរិយាសព្ទអញ្ចឹងកិរិយាសព្ទគឺជាពាក្យទាំងឡាយណាដែលមានអំពើឬធ្វើសកម្មភាពអញ្ចឹងកិរិយាសព្ទវាគឺញ៉ាំណាញ៉ាំអញ្ចឹងហៅកិរិយាសព្ទអញ្ចឹងលោកគ្រូសួរចុះខ្ញុំជាអីខ្ញុំជាអីក្នុងថ្នាក់ពាក្យរបស់វាហ្នឹងខ្ញុំញ៉ាំបាយអ្នកណាអ្នកញ៉ាំបាយគឺខ្ញុំអញ្ចឹងខ្ញុំជាអ្នកញ៉ាំបាយអញ្ចឹងខ្ញុំជាអីគេបងអូនជានាមអូខេជានាមអញ្ចឹងនាមទាំងឡាយណាដែលវាធ្វើអំពើមានន័យថាវាធ្វើអំពើទៅលើសកម្មភាពអីផ្សេងដូច្នេះគេហៅវាថាប្រធានកាលនៅក្នុងល្បះណាប្រធានអញ្ចឹងគេហៅវាថាប្រធានណាប្រធានអញ្ចឹងខ្ញុំញ៉ាំបាយអញ្ចឹងញ៉ាំជាកិរិយាសព្ទលោកសួរអ្នកណាអ្នកញ៉ាំខ្ញុំថ្នាក់ពាក្យវាជានាមតែវាមានសកម្មភាពដូច្នេះគេហៅវាថាជាប្រធានអញ្ចឹងយើងបានឲ្យគេខ្ញុំជាប្រធានញ៉ាំជាកិរិយាសព្ទអញ្ចឹងយើងបកមករបស់យើងវិញអញ្ចឹងមុននឹងយើងដឹងថាតើយើងប្រើ am is are នៅពេលណាយើងត្រូវដឹងថាប្រធានសិនអញ្ចឹងប្រធាននៅក្នុងវេយ្យាករណ៍មានន័យថាគឺជាពាក្យទាំងឡាយណាដែលធ្វើអំពើអញ្ចឹងនៅក្នុងភាសាអង់គ្លេសគឺយើងមានចែកជា3ក្រុមគឺទី1 I ក្រុមទី2 you we they ក្រុមទី3គឺ she he it អូខេអញ្ចឹងយើងដឹងហើយណាយើងអាចយើងបកថាខ្ញុំ you បកថាអ្នក we ពួកអ្នក they ពួកគេ she នាង he គាត់ it វាអញ្ចឹងយើងមើលមកវិញតើ am is are ប្រើទៅពេលណាអញ្ចឹងយើងគ្រាន់តែចាំថា am នេះវាប្រើនៅខាងក្រោយប្រធានរបស់វាគឺ am អញ្ចឹងវាទៅជា I am ណា I am អញ្ចឹងយើងមើលឧទាហរណ៍ណាឧទាហរណ៍យើងថាអីគេបងឧទាហរណ៍ I អញ្ចឹង I ប្រើជាមួយនឹង am អញ្ចឹង I am យើងដាក់មក student មក I am a student ខ្ញុំជាសិស្សម្នាក់អូខេ I am a student អញ្ចឹងកន្លែងនេះយើងដឹងហើយថា am ប្រើនៅខាងក្រោយប្រធាន I am a student អញ្ចឹងយើងមើលមកវិញអញ្ចឹង are ប្រើនៅពេលណា are នៅពេលដែលវានៅខាងក្រោយពាក្យអីគេ you we they អញ្ចឹងវាទៅជា you are we
we are they are អូខេអញ្ចឹង am នេះវាប្រើជាមួយនឹង I ទៅជា I am are នេះវាប្រើជាមួយនឹង you are we are they are អញ្ចឹងនៅសល់គឺអីគេបងអូន she is it is it is អញ្ចឹងយើងមើលឧទាហរណ៍យើងបន្តទៀតឧទាហរណ៍នេះលោកគ្រូយកអំពី are មួយទៅឧទាហរណ៍យើងថាលោកគ្រូថាអ្នកឯងជាសិស្សអញ្ចឹង you អញ្ចឹង you ប្រើជាមួយនឹងអីគេបងអូនប្រើជាមួយនឹង are you are a student អ្នកជាសិស្សម្នាក់អូខេ you are a student អញ្ចឹងហេតុអីបានយើងប្រើ are ដោយសារតែ are ប្រើខាងក្រោយគេប្រធានវា you អូខេអញ្ចឹងយើងចូលឧទាហរណ៍អំពី is វិញឧទាហរណ៍លោកគ្រូថានាងជាគ្រូបង្រៀនម្នាក់អញ្ចឹង she ប្រើជាមួយនឹង is she is a teacher អូខេអញ្ចឹងis នេះប្រើជាមួយនឹង she ណាអញ្ចឹង she is a teacher នាងគឺជាគ្រូបង្រៀនម្នាក់អូខេអញ្ចឹងសរុបសេចក្តីមកវិញ verb to be ចែកចេញជា3 am is ហើយនឹង are ហើយយើងបកបានន័យ3គឺជាឬក៏នៅបកអាស្រ័យលើអត្ថន័យណានេះអាកន្លែងយើងបកថានៅឧទាហរណ៍ជាមួយលោកគ្រូនិយាយថាខ្ញុំនៅផ្ទះណាខ្ញុំនៅផ្ទះអញ្ចឹងឧទាហរណ៍ថាខ្ញុំនៅផ្ទះអញ្ចឹង I ប្រើជាមួយនឹងអីគេបងអូន am ណា I am នៅផ្ទះអីគេនៅផ្ទះ at home មិនមែនខ្ញុំគឺផ្ទះណា I am at home ឃើញទេខ្ញុំនៅផ្ទះដូច្នេះយើងបកអត្ថន័យថានៅអូខេយើងបកមកយើងនេះវិញអញ្ចឹងភាសាទៀតអញ្ចឹង verb to be ចែកចេញជា3មាន am is are ហើយយើងបកជាគឺឬក៏ជាឬក៏នៅអាស្រ័យលើអត្ថន័យនៃរបស់ហ្នឹងអញ្ចឹងដូចដែលហៅទៅប្រធានគឺជាពាក្យទាំងឡាយណាដែលវាមានជានាមទាំងឡាយណាដែលមានអំពើទៅលើអ្វីមួយណាអញ្ចឹងយើងមានប្រធានក្នុងភាសាអង់គ្លេសវាមាន3ក្រុមមាន I you we they she he it អញ្ចឹងបងអូនសួរលោកគ្រូ am is are ប្រើនៅពេលណា am គឺប្រើនៅចំពោះអីគេខាងក្រោយ I ទៅជា I am are ប្រើពេលណា are ប្រើជាមួយក្រុមនឹង you we they អញ្ចឹង you are we are និង they are ចុះ is ប្រើនៅពេលណា is គឺនៅក្រុមជាមួយនឹង she he it អញ្ចឹងទៅជា she is he is ហើយនឹង it is អូខេអញ្ចឹងនេះសង្ខេបឡើងវិញប៉ុណ្ណឹងណាហ្នឹងហើយ